បើខ្ញុំបាទសូមគោរពពុកម៉ែមីងមាបងប្អូនជាទីគោរពរាប់អានដែលជាអ្នកចូលចិត្តទៅលើការបណ្ដុះផ្សិតបាទហើយខ្ញុំធ្វើវីដេអូនេះគឺតកតងទៅនឹងការធ្វើសារាយបងប្អូនចង់ធ្វើសារាយដើម្បីបណ្ដុះផ្សិតទី1យើងត្រូវមានវត្ថុធាតុផ្សំមាន4យ៉ាងយើងត្រូវមានដំឡូងបារាំង200ក្រាមបើមិនមានដំឡូងបារាំងទេយើងអាចប្រើការ៉ុតឬក៏ប្រើត្រាវក៏បានបាទយើងប្រើជំនួសមួយណាក៏បានប៉ុន្តែកំណត់ទំហំឬក៏កំណត់ទម្ងន់របស់វា200ក្រាមហើយមួយទៀតយើងត្រូវមានសារាយ20ក្រាមសារាយត្រីយើងហ្នឹងណា20ក្រាមហើយស្ករស20ក្រាមទឹក1លីត្រនេះគឺជាខ្នាតរង្វាស់ដែលយើងត្រូវយកមកផ្សំចូលគ្នាដើម្បីធ្វើជាសារាយដើម្បីបណ្ដុះផ្សិតបាទធ្វើជាមេផ្សិតណាមេផ្សិតទី1នៅពេលដែលយើងមានវត្ថុធាតុទាំងអស់ហ្នឹងហើយយើងត្រូវមានសម្ភារៈប្រើប្រាស់ដូចជាជ្រុញកាំបិតឬក៏ដបសម្រាប់យើងច្រកសារាយហ្នឹងទៅក្នុងដបមានឆ្នុកមានគេហៅថាឡាវឬក៏មានប្រាប់ត្រង់ដើម្បីច្រកចូលនៅក្នុងដបហ្នឹងបាទនោះដូចខ្ញុំបានថតហ្នឹងមានទាំងអស់ហ្នឹងបានហើយមានជីងជីងមានវែកមានអីទាំងអស់ហ្នឹងបាទនៅក្នុងរូបហ្នឹងនៅពេលដែលយើងធ្វើហើយរួមផ្សំទាំងអស់ហើយយើងចំណុចទី1ដែលយើងត្រូវធ្វើទី1យើងហាន់ថាដំឡូងបារាំង200ក្រាមទៅហាន់វាយកស្បកវាស្ដើងស្អាតចេញអស់យើងហាន់តូចមកយើងយកឆ្នាំងមកយើងដាក់ទឹក1លីត្របាទដាក់ទឹក1លីត្រហើយយើងដាក់ការ៉ុតចូលឬក៏ដាក់ដំឡូងបារាំងចូលមួយណាយើងធ្វើមួយហ្នឹងយើងដាក់ចូលហើយយើងត្រូវរំងាស់វាដើម្បីយកសារធាតុចិញ្ចឹមនៅក្នុងដំឡូងបារាំងហ្នឹងហើយតលវាផុយបាទដល់វាផុយអញ្ចឹងទៅយើងសម្រិតយកទឹកដំឡូងបារាំងហ្នឹងហើយសម្រិតហ្នឹងយើងយកកាកវាចោលឬក៏យើងមានអីត្រង់មួយទៀតកាន់តែល្អកុំឲ្យដោយកាកព្រោះដោយកាកវាសរសៃឬក៏មានកាកអត់ល្អទេបាទអញ្ចឹងនៅពេលដែលយើងបានសម្រិតសម្រាងយករួចហើយយើងត្រូវបន្ថែមទឹកឲ្យគ្រប់1លីត្រវិញព្រោះនៅពេលដែលយើងដាំទៅវាហួតហែងទៅតាមកម្លាំងភ្លើងវាពុះវាអីចឹងទៅវាហួតហែងទៅវានៅសល់ត្រឹមកន្លះលីត្រឬក៏កន្លះលីត្រជាងអីចឹងទេអញ្ចឹងយើងត្រូវបន្ថែមឲ្យគ្រប់1លីត្រវិញដោយយើងត្រូវគូសចំណុចណាក្នុងឆ្នាំងហ្នឹងចំណាំវាថា1លីត្រត្រឹមណានៅពេលដែលហួតហែងទៅយើងចាក់ឲ្យពេញ1លីត្រវិញនៅពេលដែលយើងចាក់ទឹកនៅក្នុងឆ្នាំង1លីត្រហើយយើងត្រូវថែមស្ករនិងសារាយយើងថែមពេលក្រោយបាទនេះយើងដាំដើម្បីឲ្យសារធាតុចិញ្ចឹមចេញពីការ៉ុតហ្នឹងទេឬក៏ចេញពីដំឡូងបារាំងហ្នឹងទេនៅពេលយើងដាំពុះហើយបានយើងថែមទឹកយើងថែមសារាយ20ក្រាមហ្នឹងស្ករ20ក្រាមហ្នឹងហើយយើងកូរវារហូតដូចខ្ញុំបង្ហាញនៅក្នុងរូបអញ្ចឹងយើងកូរវារហូតតែម្ដងរហូតទៅដល់លបាយលាយចូលគ្នាស្មើសាច់ហើយវាคล้ายទៅជាដូចស្ករតាំងម៉ែអញ្ចឹងបាទលបាយវាដែលអាចយកទៅប្រើប្រាស់បានគឺបើនៅដាច់ទឹកអញ្ចឹងយើងមិនអាចយកទៅប្រើប្រាស់បានទេតលវាយើងលើកយើងកូរវាខាប់ហើយលើកមកវាតាយជាប់គ្នាអត់ដាច់អាហ្នឹងបានយើងអាចយកទៅប្រើប្រាស់ធ្វើជាមេសារាយបានហើយដូច្នេះហើយយើងទៅកូរវារហូតហើយអត់កូរហ្នឹងអត់មានឈប់ទេបាទត្រូវតែកូរបន្តរហូតតែឈប់ហ្នឹងកកហើយអញ្ចឹងណាត្រូវតែកូររហូតកូរវារហូតទៅរហូតដល់យើងអាចប្រើប្រាស់វាបាននៅពេលដែលយើងកូរទៅយើងអាចប្រើប្រាស់វាបានហើយយើងត្រូវយកវាទៅច្រកនៅក្នុងដបថ្លាខ្ញុំបង្ហាញបងប្អូនតាំងពីដំបូងនោះបាទបងប្អូនមើលទៅហើយ
យើងច្រកវាមកវែកគ្រប់ដកនៅពេលដែលយើងធ្វើផ្សំទាំងអស់ហ្នឹងយើងផ្សំទាំងអស់ហ្នឹងទៅយើងបានច្រកនៅក្នុងដបហ្នឹងបាន20ដបដោយច្រកតែមកវែកនេះបាទហើយយើងត្រូវមានឧបករណ៍ប្រើប្រាស់អញ្ចឹងណាដាក់មួយទៅនៅពេលយើងច្រកហើយទាំងអស់យើងឆ្នុកយើងញុកយើងអីវាឲ្យអស់យើងយកទៅចំហុយនៅក្នុងអូតូក្លាវនេះដែលខ្ញុំប្រាប់ដែលខ្ញុំបង្ហាញរូបដល់បងប្អូនហ្នឹងគឺអូតូក្លាវហើយវាមានចំហុយវាប្រហុយវាមានប្រហុយវានៅខាងក្រៅយើងធ្វើអញ្ចឹងដើម្បីអីដើម្បីសម្លាប់មេរោគនិងចម្អិនវាឲ្យស្អាតដល់ពេលយើងចម្អិនវាស្អាតវាចេញផ្សែង3ដងឈិត3ដងហ្នឹងយើងទុកវាឲ្យនៅ1ម៉ោងទៀតរក្សាភ្លើងឲ្យ1ម៉ោងទៀតរហូតអានឹងកំណត់ត្រឹមហ្នឹងគឺ120អង្សាសេហើយហ្នឹងសីតុណ្ហភាពវាទុកវាឲ្យថេរ120ហ្នឹងទៅយើងអាចពន្លត់វាឬក៏ស្រង់វាទុកឲ្យត្រជាក់ហើយទៅយើងអាចយកទៅប្រើប្រាស់បានយកមេផ្សិតមកបង្កាត់ធ្វើជាផ្សិតទី1បានជាមេទី1បានណាបាទអញ្ចឹងបងប្អូនទាំងអស់គ្នាមើលហើយមានចម្ងល់ត្រង់ណាអីត្រង់ណីអាចសាកសួរបានហើយបញ្ជាក់បងប្អូនថាយើងកូរសារាយហើយនៅក្នុងដបបើយើងទុកលើសពី3ទៅ4ម៉ោងឡើងទៅផ្អូមវាផ្អូមហើយព្រោះវាអត់ទាន់ឆ្អិននេះត្រឹមត្រូវទេវាផ្អូមបើយកមកចំហុយនៅក្នុងអូតូខ្លាយអញ្ចេះអានេះតាមលទ្ធភាពយើងមានឡាបូល្អយើងកន្លែងទំនើបអាហ្នឹងតាមនឹងទៅបើយើងមិនមានទេយើងមានលទ្ធភាពប៉ុណ្ណាធ្វើប៉ុណ្ណឹងទៅតាមលទ្ធភាពរបស់យើងហើយយកមកចំហុយអញ្ចឹងទុកឲ្យវាត្រជាក់បានយូរបាទយើងអាចទុកបាន3ទៅ4ថ្ងៃយើងអាចទុកបានដែលយើងរវល់ឯណានីមួយអញ្ចឹងណាបាទអញ្ចឹងវីដេអូខ្ញុំនេះខ្ញុំបញ្យល់ប្រាប់បងប្អូនមានប្រមាណប៉ុណ្ណេះហើយបងប្អូនឆ្ងល់ត្រង់ចំណុចណាមួយអាចសាកសួរបន្ថែមទៀតបានតាម comment ឬក៏សាកសួរផ្ទាល់តែម្ដងទៅតាមចម្ងល់របស់បងប្អូនហើយខ្ញុំក៏ព្យាយាមឆ្លើយទៅតាមសមត្ថភាពរបស់ខ្ញុំដែរបាទហើយខ្ញុំបានរៀនពីគ្រូជំនាញគាត់ចេះពិតប្រាកដច្បាស់លាស់របស់គាត់ក្នុងជីវិតរបស់គាត់ហ្នឹងគាត់ពុទ្ធផ្សិតធ្វើផ្សិតតែម្ដងបាទជីវិតរបស់គាត់ហ្នឹងបាទខ្ញុំសង្ឃឹមថាវីដេអូដែលខ្ញុំបានធ្វើនេះគឺមានសារៈប្រយោជន៍ដល់បងប្អូនជាអ្នកស្រឡាញ់ចូលចិត្តបដិផ្សិតតាំងពីធ្វើមេរហូតដល់បណ្ដុះចេញជាលទ្ធផលជាផ្សិតតែម្ដងបាទដូច្នេះហើយខ្ញុំសូមអរគុណចំពោះបងប្អូនទាំងអស់ដែលបានតាមដានទស្សនាវីដេអូរបស់ខ្ញុំតាំងពីដើមរហូតដល់ចប់បាទហើយខ្ញុំនឹងព្យាយាមធ្វើវីដេអូបន្តទៀតបាទសូមអរគុណច្រើនបងប្អូនអរគ្នាបាទសូមអរគុណ